បាទសួស្តីអ្នកនរគ្នាខ្ញុំបាទប៊ុនផាក់ថ្ងៃនេះខ្ញុំលើកយកនៅគម្រោងថ្មីមួយដែលខ្ញុំបានបង្កើតឡើងកាលពីចុងឆ្នាំ2020ដែលអ្នកនាងបានដឹងហើយគឺជាគម្រោងទាក់ទងជាមួយនឹងវិស័យអប់រំបាទយើងបានបង្កើតនៅកម្មវិធីមួយដែលអ្នកនាងអាចធ្វើការស្ដាប់សៀវភៅល្បីជាច្រើននៅជុំវិញពិភពលោកជាខ្សែអត្ថសំឡេងពីព្រោះយើងដឹងថាអ្នកនរគ្នាគឺជាមនុស្សរវល់អ្នកនរគ្នាអត់មានពេលដើម្បីធ្វើការអានសៀវភៅទេហើយនេះក៏ជាទម្លាប់មួយដែររបស់ប្រជាពលរដ្ឋកម្ពុជាដែលមិនចំណាយពេលវេលាទៅលើការអានសៀវភៅទេប្រជាជនជប៉ុនចំណាយពេលវេលាមួយឆ្នាំបើអានសៀវភៅបានជាង40ក្បាលក្នុងរយៈពេលមួយឆ្នាំហើយកុំឆ្ងល់ថាហេតុអីបានជាជនជាតិជប៉ុនឆ្លាតហេតុអីបានគេពូកែធ្វើទំនាក់ទំនងពីព្រោះគេបានរៀនគេបានជញ្ជក់នៅចំណេះដឹងដែលមាននៅក្នុងសៀវភៅអ្វីដែលអ្នកបានជួបបញ្ហាដែលអ្នកបានប្រទះនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាគឺគេត្រូវបានគេសរសេរទុកនៅលើกระดาษគឺគេដាក់នៅក្នុងសៀវភៅហ្នឹងឯងអ្នកទាំងអស់គ្នានៅតែវិលវល់ជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាជួបជាមួយបញ្ហាដដែលមិនចេះមើលមនុស្សមិនចេះធ្វើទំនាក់ទំនងទាំងអស់នេះហើយមកពីអ្នកទាំងអស់គ្នាអត់បានចំណាយពេលទៅលើការអានសៀវភៅទេខ្ញុំហើយនឹងក្រុមការងាររបស់ខ្ញុំបានចំណាយពេលវេលាជាង60ម៉ោងក្នុងមួយសប្តាហ៍ដើម្បីធ្វើការអានសៀវភៅហើយសង្ខេបវាទៅជាខ្សែអត្ថសំឡេងត្រឹម20នាទីប៉ុណ្ណោះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចស្ដាប់បានអញ្ចឹងចាប់ពីពេលនេះទៅអ្នកនរគ្នាអាចធ្វើការស្ដាប់សៀវភៅទោះបីជាអ្នកនរគ្នាកំពុងតែធ្វើដំណើរស្ទះតាមផ្លូវឬក៏ទាំងអស់គ្នាកំពុងតែហាត់ប្រាណញ៉ាំអាហារពេលល្ងាចឬក៏ចាំអ្នកណាម្នាក់នៅកន្លែងទិញទំនិញក៏អ្នកនរគ្នាអាចស្ដាប់សៀវភៅចប់នៅក្បាលដែរយើងបង្កើតកម្មវិធីនេះឡើងគឺដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាជាពិសេសជាងនេះទៅទៀតនោះគឺអ្នកនរគ្នាចំណេញពេលវេលាតើធ្វើយ៉ាងណាទើបអាចស្ដាប់សៀវភៅដែលយើងបានដាក់នៅក្នុងកម្មវិធីរបស់យើងដែលសប្តាហ៍ថ្ងៃនេះយើងមានជាង40ក្បាលនៅក្នុងកម្មវិធីរបស់យើងហើយយើងនឹងធ្វើការដាក់បន្ថែមសៀវភៅថ្មីល្បីជុំវិញពិភពលោកមកធ្វើការសង្ខេបត្រឹមខ្លី20ទៅ30នាទីដោយអ្នកទាំងនេះស្ដាប់ជារៀងរាល់សប្តាហ៍10ក្បាលបន្ថែមទៀតជារៀងរាល់សប្តាហ៍អញ្ចឹងមួយឆ្នាំវាជាង100ក្បាលឯណោះនៅលោកនេះគ្មានអ្នកណាម្នាក់អាចអានសៀវភៅ100ក្បាលក្នុងមួយឆ្នាំទេប៉ុន្តែនៅទីនេះទាំងអស់គ្នាអាចទិញចំណេះដឹងបានទាំងនេះត្រូវចំណាយ$10ក្នុងមួយខែដើម្បីធ្វើការ subscribe ជាមួយនឹងសមាជិក VIP របស់ Virit អ្នកនេះអាចស្ដាប់សៀវភៅរហូតដល់50ក្បាលដែលមានស្រាប់ទៅលើ Virit និងបន្ថែម10ក្បាលជារៀងរាល់ខែចាប់ពីខែក្រោយទៅអញ្ចឹងបើសិនជាអ្នកនេះចង់ដឹងពីព័ត៌មានលម្អិតឬក៏ចង់សាកល្បងប្រើប្រាស់ Virit ចូលទៅកាន់ virit.asia ដើម្បីធ្វើការសាកល្បងទាំងអស់គ្នាអាចចូលសាកល្បងស្ដាប់កម្មវិធីចំណេះដឹងទូទៅដែលកម្មវិធីនេះគឺយើងមានសំឡេងប្រហែលជា3ទៅ5នាទីនិយាយពីនេះពីនោះបាទនិយាយអំពីទម្លាប់និយាយអំពីជីវិតរស់នៅនិយាយអំពីចំណេះដឹងហិរញ្ញវត្ថុនិយាយអំពីការគ្រប់គ្រងនិយាយអំពីសុខភាពនិយាយអំពីសុភមង្គលហើយយើងដាក់ប្រើប្រាស់ឲ្យស្ដាប់ free នៅក្នុងកម្មវិធីចំណេះដឹងទូទៅដែល like សៀវភៅដែលមាននៅក្នុង Virit ទាំងអស់នេះអាចស្ដាប់សាកល្បងរយៈពេល5នាទីបើសិនជាអ្នកនេះគិតថាវាមានប្រយោជន៍សម្រាប់អ្នកនរគ្នាទាំងអស់នេះអាចចូលបង់ប្រាក់ដើម្បីក្លាយទៅជាសមាជិក VIP សូមបញ្ជាក់ម្ដងទៀតថាសៀវភៅទាំងអស់ដែលមាននៅ Virit ក្រោយពេលដែលអ្នកនរគ្នាអាចបានបង់លុយក្លាយជាសមាជិក VIP ហើយទាំងអស់នេះអាចស្ដាប់សៀវភៅទាំងប៉ុន្មានដែលមាននៅលើ Virit ទាំងអស់អញ្ចឹងបើសិនជាអ្នកចង់ធ្វើការសាកល្បងចូលទៅកាន់ Virit.asia ឬក៏ឆាតមកកាន់ page Facebook របស់ខ្ញុំដើម្បីស្វែងយល់បន្ថែមអ្វីទៅជា Virit ហើយបើសិនជាអ្នកនេះចង់ក្លាយទៅជាបុគ្គលឆ្នើមនៅពេលអនាគតបាទចាប់ផ្ដើមអភិវឌ្ឍខ្លួនពីថ្ងៃនេះទៅអរគុណជួបជាមួយខ្ញុំបាទប៊ុនផាក់នៅក្នុងវីដេអូក្រោយៗទៀតជំរាបលា